ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យមាន domain រហូតដល់10នៅក្នុង server តែមួយយើងគួរធ្វើម៉េចជាដំបូងយើងជាវិធានដំបូងយើងត្រូវចូលមកក្នុង tool របស់យើងយកវាថា DNS បន្តវាឲ្យ load ចេញពី DNS ហើយវាមាន2យើងមើលលើ2នេះ forward lookup zone ជាមួយនឹង reverse lookup zone ប៉ុន្តែអានេះខ្ញុំបានធ្វើឲ្យមួយហើយតែខ្ញុំមិនឲ្យយកវាមកប្រើការដែរទីមួយគឺ demo ហើយយើង new host លើវាហើយយើងចង់ដាក់ start លើវាអីបានណា1 2 3ហើយ IP address គឺយើងដាក់តាមចិត្តរបស់យើងចង់ដាក់អីបានក៏បានដែរអត់អីទេដាក់ចឹងចុះថតចុច add host ហើយយើងអូខេបានន័យថា domain ហ្នឹងគឺវាមានទាំង data មានទាំង type មានទាំង name ឲ្យត្រឹមត្រូវអស់ហើយវាឈ្មោះថា demo អញ្ចឹងយើងបង្កើតតទៀត right click លើនេះទៀតមកយើងយក new zone ដដែលគឺយើងធ្វើចំនួន10ដងយើងយកដូចគ្នាចឹងមក0មួយទៀតហើយខ្ញុំចង់ដាក់ឈ្មោះអីក៏បានសារចិត្តយើងដាក់ extra class dot local អូខេយើងនៅតែយកពាក្យនឹងដដែល do not allow and make update finish អូខេមកមួយទៀតហើយប៉ុន្តែបងប្អូនចាអារម្មណ៍អីក្នុងនេះវាមានទាំង IP config ដែលយើងដាក់ហើយប៉ុន្តែក្នុងនេះអត់មានអញ្ចឹងទៅដូចខាងលើដែរ add new host ដាក់ w 3ដងមក IP យើងដាក់លេខប៉ុន្មានណា 192.168.167ហើយបើសិនជាយើងចង់យកចំនួន IP address យកមកប្រើសារដើមម្ដងហើយម្ដងទៀតអូខេធ្វើបានដូចគ្នាអត់មានបញ្ហាទេអូខេអញ្ចឹងបានន័យថាextra class នេះ .local នេះគឺវាមាន www start ពីមុខហើយវាមាន IP address ហ្នឹងទៀតអូខេអញ្ចឹងយើងធ្វើតទៀតមកចំនួន10ធ្វើដូចគ្នាដដែលហ្នឹងមកឈប់សិនខ្ញុំដូចជាធ្វើខុសខ្លួននេះមួយ delete ធ្វើសារទៀតតែដក local នេះចឹងយើងទៅតេស្តហ្នឹងទៅមកតែឥឡូវយើងកំពុងតែធ្វើវាគឺយើងចង់ធ្វើម្ដងមួយក៏បានដែរអត់អីទេអូខេយើងបាន3អញ្ចឹងដល់សល់7ទៀតយើងបាន4ហើយ
ខ្ញុំបាន5ហើយចឹងបានតែ5ទេចិត្តរួចហើយបាន6ហើយខ្វះ14ទៀតទេយើងខ្វះ12ទៀតទេបាទគឺថាបើយើងគ្រប់10ហើយ
tầm hóa gọi là nick của dương họ mơ domain bao giờ tao với miếng hosting này thì tệ dương họ biết là anh á nhé xong đó anh á độc áp những đỏ claim đó www.ino.local cứ miền hay server này cái chuyện này hot dán video này cái bên của nhắn thời bạn để nhớ xong mọi con